អស្ចារ្យខ្លាំងហ្មងលោកយាយម្នាក់នេះហាក់មានបញ្ចូល101ឆ្នាំហើយតែគាត់នៅតែធ្វើការមួយសប្តាហ៍ធ្វើការ6ថ្ងៃនិយាយទៅពេលអានប៉ះអត្ថបទមួយនេះហើយខ្ញុំខ្មាស់គាត់ខ្លាំងហ្មងដូចយើងអញ្ចឹងអាយុក្មេងជាងគាត់ឆ្ងាយខ្លាំងមែនតើតែនៅតែខ្ជិលធ្វើការហើយដល់គាត់វិញគាត់ថាគាត់ត្រូវតែធ្វើការបើអត់ធ្វើគាត់ស្លាប់មិនខានពាក្យហ្នឹងគាត់និយាយមែនហើយគាត់ក៏ជឿជាក់ថាគាត់រស់នៅបានយូរដល់សពថ្ងៃហ្នឹងដោយសារតែគាត់ធ្វើការជាប្រចាំចឹងហើយគាត់អត់ចូលនិវត្តន៍ទេហើយក៏អត់នៅផ្ទះដែរត្រូវតែទៅធ្វើការនិយាយមួយថ្ងៃឯងភ្លេចប្រាប់ឈ្មោះគាត់លោកយាយមានឈ្មោះថា Angeletti នៅក្នុងឆ្នាំ2025ហ្នឹងគាត់មានប្រជជន101ឆ្នាំហើយនេះគឺជាហាងរបស់គាត់ហាងលក់គ្រឿងអលង្ការរាល់ថ្ងៃគាត់ធ្វើការនៅហ្នឹងហើយក៏អត់ដែរធុញនឹងការងារគាត់ដែរនិយាយពីលោកយាយអាននេះបន្តិចគាត់ធ្វើការតាំងពីអាយុនៅក្មេងឈប់រៀនហើយមកជួយការងារឪពុកម្ដាយដល់ពេលធំឡើងមានប្តីមានគ្រួសារពេលប្តីទៅធ្វើទាហានបាត់គាត់អត់នៅផ្ទះទេធ្វើការដែរដើម្បីរកចំណូលចូលផ្ទះហើយហាងគ្រឿងអលង្ការរបស់គាត់នឹងដែរបើកតាំងពីឆ្នាំ1964មានលក់ខ្សែកមាសមានលក់ចិញ្ចៀនពេជ្រជាដើមហើយអ្នកទាំងអស់គ្នាដឹងអត់101ឆ្នាំហើយណាតែគាត់នៅតែមានក្តីសម័យចឹងគាត់ចង់ប្រឡូកនៅក្នុងវិស័យ fashion សម្លៀកបំពាក់ហើយលោកយាយអានក៏បានចែករំលែក tip ខ្លះៗសម្រាប់អ្នកចង់សកម្មខ្លាំងឬមួយក៏ productive ដូចគាត់រាល់ថ្ងៃយើងត្រូវតែមើលថែខ្លួនឯង self care ត្រូវតែភ្ញាក់ពីគេងត្រូវតែងូតទឹកហើយពិតមែនពេលខ្លះការនៅលើខែយូរពេកអាចធ្វើឲ្យយើងខ្ជិលបន្ថែមពីលើហ្នឹងយើងត្រូវញ៉ាំត្រូវហាត់ប្រាណជាប្រចាំសំខាន់បំផុតបើយើងអត់ចូលចិត្តនៅអ្វីដែលយើងធ្វើរួមមានការងារដែលសាន stress អីចឹងណាដូរវាចោលទៅអាហ្នឹងគឺជា tip របស់គាត់ហើយអ្នកទាំងអស់គ្នាមើលគាត់បានគាត់ឡើងផលគាត់ឡើងស្អាតមើលមកឡើងមាំហ្មងបើប្រាប់ខ្ញុំថាត្រឹមតែ60 70ឆ្នាំក៏ខ្ញុំជឿដែរបើគាត់លេងមាំដល់ថ្នាក់ហ្នឹងជាចុងក្រោយគាត់ក៏និយាយពាក្យថាគាត់សប្បាយចិត្តនឹងការធ្វើការងារជារៀងរាល់ថ្ងៃចង់សង្ឃឹមថាវីដេអូមួយនេះនឹងជួយអ្នកទាំងអស់គ្នាបានពេលអ្នកទាំងអស់គ្នាខ្ជិលត្រូវត្រឡប់មកមើលលោកយាយអានវិញនិយាយទៅពេលខ្ញុំឃើញគាត់ហើយឡើងហ៊ាននិយាយពាក្យថាខ្ជិលនឹងការងារហ្នឹងហ្មងចុះអ្នកទាំងអស់គ្នាវិញពេលឃើញសកម្មភាពលោកយាយហើយនៅតែខ្ជិលទៀតអត់កុំភ្លេច comment នៅខាងខម